និយាយចប់តែពីមាត់ភ្លាមស្រាប់តែលឺស្នូព្រឹបនៅឯក្នុងផ្ទះដាក់ភ្នែកទៅលើដំបូលស្រាប់តែឃើញរូបរាងបងភីសក់ក្បាលរុយវាជើង4ទឹកចុះតាមសសរមកក៏កាយចានមហូបដោយដៃទាំងពីរស៊ីយកឡើងខ្ចាយប្រងរួចក៏លោតតោងជាជាងស្ទុះវាយ៉ាងលឿនចុះទៅក្នុងបន្ទប់ដែលព្យួរសក់នោះបាត់ស្រមោលឈឹងបារោះរោគនឹកបកត្រឡប់ទៅវិញវាចូលច្រើនឆ្នាំដែរហើយគឺតាំងពីចំនួនដែលផ្លូវនៅក្នុងភូមិនៅមានសភាពបែកភក់វាស់នៅឡើយហើយចំពោះការអាស្រ័យធ្វើដំណើរទាំងដើរឬជិះកង់ក៏ពិតពុំមានភាពងាយស្រួលប៉ុន្មានកាលបើបានឈានចូលដល់រដូវវស្សាភ្លៀងបង្អុរធ្លាក់ទៀតគឺថាចោះមិនបាច់និយាយនឹកស្រណោះដល់ការនោះពីអ្នកអពុមាដើរទៅរៀនម្ដងក៏អាវមិនដែលបានស្អាតបាតត្រឡប់មកផ្ទះវិញទេជួនគេបោះម៉ូតូសាច់ភក់ចំនៅតាមផ្លូវពេលដើរគៀកកន្លុកតូចធំដែលមានទឹកដក់នៅជួនត្រូវបានអពុមាវាអូសទាញបបួលឲ្យទៅជួយលើកដើរមើលមងឲ្យគេនៅឯបួធំឆ្វេងដៃម្ខាងផ្លូវតែបើប្រហែលស្ងាត់មើលលិចមើលកើតគ្មានមនុស្សច្បាស់ដោះត្រីប្រមូលដាក់ថង់រត់ចែកជើងគ្នាមិនខានក្រែងលោម្ចាស់គេមកតាមតាន់ដល់ផ្ទះទើបបញ្ចែកគ្នាតាមក្រោយបើឈរលើផ្លូវលំខាងក្នុងភូមិសម្លឹងមើលទៅខាងណាក៏ឃើញតែដើមឈើស្រោបទាំងសងខាងមកលុបត្រជាក់លហឹមតែមិនមែនដើមឥតប្រយោជន៍ទេគឺសុទ្ធសឹងតែឈើហូបផ្លែដូចជាដើមស្វាយដើមល្ហុងមកកាក់ទីបបារាំងដែលគេឆ្លៀតឆ្លោកយកមកដាំតាមឯប្របងមានផ្សំទាំងថ្នាលត្រើងបន្លែបង្ការចំហៀងផ្ទះផងពិតពុំសូវឃើញផ្ទះនរណាមានសល់ដីទំនេរឲ្យបានធំទូលាយឡើយជាពិសេសនោះគឺផ្ទះបុរាណធំមួយខ្នងសសរខ្ពស់របស់បងភីដែលមានដើមត្រលឹងតឹងមហាសែនជូរមួយដើមធំនៅត្រង់ជ្រុងរបងខាងមុខខ្ញុំនិងអពុមាឧស្សាហ៍ដើរសសៀបេះដាក់ហោប៉ៅគ្រប់ពេលដែលឆ្លងកាត់ម្ដងទុកក្រនចុចអំបិលម្ទេសនៅតាមផ្លូវមិនដឹងជាយ៉ាងម៉េចចេះតែទម្លាប់អាក្រក់ខូចដៃអស់អារឿងបេះនេះបេះនោះរបស់គេតាមផ្លូវនឹងបងភីគាត់ក៏មិនមែនជាមនុស្សកំណាញ់អីគ្រាន់តែគាត់មានមុខមាត់អាក្រក់បន្តិចក្មេងៗភាគច្រើនគឺសុទ្ធតែខ្លាចគាត់អាយុជាង20ឆ្នាំទេប៉ុន្តែមានរូបរាងស្គមស្បែកមុខជ្រាវជ្រួញស្ងួតហួតហែងមួយថ្ងៃអង្គុយនៅតែមុខកញ្ចក់ក្នុងបន្ទប់ងងឹតផ្អៀងផ្អងសម្លឹងមើលទៅកូនសក់តូចប្រហែលជាមួយចំអាមដែលនៅសេះសល់លើក្បាលរុយស្ដើងបន្ទាប់ពីឈឺជ្រុះអស់ឡើងត្រងល់ក្បាលមិនដឹងថាគាត់កើតជំងឺអីដែរកាលនោះពីមុនគាត់ស្អាតណាស់សក់វែងត្រឹមចង្កេះឡើងខ្មៅរលោងមានសាច់មានឈាមអាចនិយាយបានថាសម្រស់មិនចាញ់នារីក្រមុំក្នុងភូមិដទៃទៀតទេហើយក៏សម្បូរដែរនៅកំឡោះខូចក្នុងភូមិតែងតែមកលបលួចមើលនៅក្បែររបស់មិនសូវលុះថ្ងៃតែចាប់ពីគាត់ធ្លាក់ខ្លួនឈឺមកកុំថាឡាយមានអ្នកលួចមើលបងប្រាថ្នាដូចមុនសូម្បីតែដើរកាត់មុខផ្ទះគេមិនងាកផងហើយអ្នកភូមិមួយចំនួនក៏តែងផ្ដាំប្រាប់កូនចៅ
កុំឲ្យមកលេងក្បែរផ្ទះគាត់ព្រោះគេខ្លាចឆ្លងរោគបណ្ដាលឲ្យគាត់កាន់តែផ្ដាច់ខ្លួនសំងំនៅតែក្នុងផ្ទះក្នុងបន្ទប់ងងឹតដោយអំណាចនៃការរើសអើងនេះវាក៏បានបន្ថែមមកនៅជំងឺផ្លូវចិត្តបំបាក់ទឹកចិត្តដល់គាត់ថែមមួយកម្រិតទៀតបងភីអង្គុយលើកម្រាលកន្ទេលចាស់អែបក្រេក្នុងបន្ទប់ដែលមានសភាពស្ងប់ស្ងាត់ជ្រងំគ្មានសំឡេងអ្វីក្រៅពីខ្យល់ដកដង្ហើមរបស់ខ្លួនឯងពន្លឺខាងក្រៅដែលធ្លុះចូលមកតាមចន្លោះប្រហោងតូចមាត់បង្អួចជួយចំណាំងតាមកញ្ចក់ឲ្យយល់ដល់រូបរាងកាយស្គមស្គាំងនិងស្បែកស្ងួតរលោងចាំងសក់រយលើក្បាលគាត់យកម្រាមដៃអង្អែលថ្នមបបោះកូនសក់តូចខ្លីៗដែលនៅមានសេះសល់ដំណើរសំឡេងអ៊ូអរពីខាងក្រៅផ្ទះរបស់អ្នកភូមិដែលនិយាយលេងសើចដើរកាត់ទៅមកវាហាក់ដូចជាបានคล้ายទៅជាសំឡេងចំអកលក់លើយដល់មុតស្រួចចាក់ទម្លុះចូលមកកាន់ត្រចៀកគាត់កំពុងតែអង្គុយចောင်းហោកត្រង់ខ្នងដៃកាន់កូនកញ្ចក់សំឡេងគោះទ្វារអមដោយសម្រាប់ជើងនិងមាត់របស់ម្ដាយគាត់បានបន្លឺមកថាកូនភីម៉ែចូលទៅបានទេសំឡេងគាត់បន្លឺឡើងទាំងមានក្តីបារម្ភលីឡំនឹងការហត់នឿយអំពីការងារបងភីមិនទាន់ឆ្លើយអ្វីទេគាត់គ្រាន់តែរំកិលខ្លួនបន្តិចបើកទ្វារបន្ទប់ឲ្យម្ដាយគាត់ចូលមកអ្នកមីងសម្លឹងមើលទៅភាពរញ៉េរញ៉ៃនៅក្នុងបន្ទប់បន្តិចរួចក៏ឈានទៅប៉ុន្មានចំហៀនប្រាស់ខ្លួនអង្គុយខាងលើគ្រែនិងអោនខ្លួនទៅដកកន្លឹះបង្ហើបបង្អួចបន្តិចប្រហែលជា2ចំអាមមិនបានបើកធំទេពន្លឺក៏ជះចូលមកបន្តិចបន្តួចជួយឲ្យឃើញច្បាស់នៅថង់ខ្មៅមួយដែលគាត់កាន់មកជាមួយរួចទម្លាក់ទុកនៅក្បែរខ្លួនគាត់ស្រវាចាប់ថង់ខ្មៅនោះយកមកដាក់លើភ្លៅរួចមើលទៅកាន់បងភីដែលអង្គុយនៅខាងក្រោមមុននឹងមានប្រសាសន៍ថាម៉ែដឹងថាកូនឯងឯកាណាស់ហើយក៏ដឹងច្បាស់ថាកូនច្បាស់ជានឹកសម្រស់ខ្លួនឯងកាលពីមុនយ៉ាងណានិយាយបណ្ដាដៃជ្រួញរបស់គាត់ក៏ស្រ័យថង់រួចហុចទៅកាន់បងភីឲ្យគាត់យករបស់ខាងក្នុងនោះចេញមកដោយខ្លួនឯងដៃរបស់បងភីដូចជាលុកទៅប៉ះនឹងសរសៃសក់វែងទន់ល្មើយដូចជាសក់មនុស្សពិតដែលគេបានកែច្នៃរចនាឡើងសម្រាប់ពាក់គាត់បានលើសយកវាចេញមកក្រៅទាំងញញឹមតិចរួចសោកលោនៅខាងលើក្បាលសិតទម្លាក់ឲ្យរៀបរយបន្តិចទើបងើបទៅអង្គុយមុខកញ្ចក់ធំនៅតុអែបក្បាលដំណេកផ្អៀងផ្អងមើលខ្លួនឯងសាជាថ្មីស្នាមញញឹមស្រាលពីអ្នកម្ដាយកូនក៏លេចចេញឡើងនៅក្នុងកញ្ចក់ទំនោរជាគាត់ពេញចិត្តណាស់ម្ដាយគាត់ក៏សប្បាយចិត្តដែរដែលបានជួយធ្វើឲ្យកូនញញឹមបានវិញខ្លះរួចក៏និយាយលាកូនចេញទៅវិញដោយបន្សល់ទុកនៅភាពស្ងប់ស្ងាត់ជ្រងំដដែលក្រោយពីជំហានជើងរបស់គាត់បានឈានផុតមាត់ទ្វារទៅដោយឡែកបងភីនៅតែបន្តអង្គុយញញឹមមុខកញ្ចក់មួយស្របក់ទៀតនឹងយកដៃសបោតសិតអង្អែលសរសៃសក់ថ្មីនោះតិចម្នាក់ឯងទន្ទឹមសំឡេងម្ដាយរបស់គាត់ក៏បានឮសារជាថ្មីពីក្រោមផ្ទះមកថាអាភីអើយចុះមកហូបបាយមកកូនឮហើយគាត់ក៏ទម្លាក់ក្រាស់សិតសោះទុកនៅខាងលើតុរួចក៏ងើបវឹបចេញពីកៅអីស្រាប់តែកន្ទុយភ្នែកបែរជាឃើញរូបរាងគាត់ម្នាក់ទៀតនៅក្នុងកញ្ចក់អង្គុយញញឹមដដែលមិនបានងើបមកតាមឡើយគាត់ក្រឡេកទៅមើលវិញភ្លាមក៏ឃើញត្រឹមតែតុចាស់
មានភ្ជាប់កញ្ចក់មួយផ្ទាំងធំនៅឯក្រេដដែលលើនោះឃើញតែរបស់ប្រាស់មនុស្សស្រីម្សៅក្រែមនិងក្រាស់សិតសក់ពណ៌ត្នោតដែលទើបទម្លាក់ទុកមុននេះក្នុងកញ្ចក់ក៏មិនមានរូបនរណាទៀតទេគាត់លើកខ្នងដៃឆ្វេងញីត្របកភ្នែកបន្តិចមុននឹងឆ្លើយតបទៅកាន់ម្ដាយរួចដើរចេញទៅខាងក្រៅហើយក៏ឆ្លៀតបែរមកវិញបន្តិចច្រានទ្វារបិទក្រឹបបន្សល់ទុកត្រឹមតែភាពស្ងប់ស្ងាត់និងធូលីដីស្រាលអណ្ដែតត្រសែតក្នុងបរិយាកាសសម្រាប់ជើងដ៏ស្គមស្គាំងរបស់បងភីបោះជំហានចុះតាមចិន្តាឈើចាស់លន់លឺក្រក្រែកតិចរាល់ពេលជើងប៉ះជាន់ម្ដងសំឡេងនេះហាក់ដូចជាសំឡេងប្រកាសខ្លួនរបស់គាត់ថាបានដកខ្លួនចេញពីភាពងងឹតនៃបន្ទប់ដែលគាត់ធ្លាប់តែសំងំនៅកន្លងមកឯខាងក្រៅផ្ទះព្រះអាទិត្យបានរំកិលខ្លួនចុះទាបបាត់បំពួនខ្លួនពីក្រោយគែមព្រៃមកខាងភូមិខាងលិចផ្ទៃមេឃត្រូវបានលាបពណ៌ដោយពន្លឺលឿងទុំស្រអាប់រំលេចត្រង់ផ្ទាំងពពកស្ដើងជះតម្រង់មកខាងក្រោមផ្ទះឆ្លងកាត់ទម្លុះបង្គោលរបងឈើនិងកម្ពស់ដប់ព្រៃក្រោយផ្ទះយល់តែស្រមោលអូសវែងនៅលើទីធ្លាដីខាងក្រោមខ្យល់អាកាសក៏ចាប់ផ្ដើមត្រជាក់ជាងមុនបន្តិចទន្ទឹមនឹងក្លិនស្លឹកឈើស្ងួតក្លិនផ្សែងផ្អុយដែលហុយចេញពីតាមបណ្ដាផ្ទះអ្នកភូមិកាត់រត់សัตว์មកតាមផ្លូវបងភីចុះមកដល់ភ្នែករបស់គាត់បានសម្លឹងត្រង់ទៅកាន់ផ្ទះបាយដែលអ្នកមីងជាម្ដាយបានរៀបចំចានដាក់ម្ហូបចិត្តនឹងរួចរាល់នៅសល់ប៉ុន្មានចានទៀតកំពុងកាន់អំពីផ្ទះបាយដើមមកនឹងយកទៅដាក់តម្រៀបជិតគ្នាលើក្រែតែមួយរួចគាត់ក៏អង្គុយចុះទល់មុខដំណាលបងភីក្នុងភាពស្ងប់ស្ងាត់មានតែស្នូចានទង្គិចស្លាបព្រាកំពុងហូបសុកស្រាប់តែឮសំឡេងប្រាវនៅខាងលើផ្ទះគឺមកពីបន្ទប់ងងឹតដែលបងភីទើបតែដើរចេញមកនោះហើយធ្វើឲ្យអ្នកមីងភ្ញាក់ព្រឺងើយសម្លឹងមើលទៅលើផ្ទះទាំងបើកភ្នែកធំព្រមដោយស្រដីថាអាភីសំឡេងអីនឹងកូនបងភីបានងាកទៅមើលដែររួចបែរមកតបនឹងអ្នកមីងដោយសំឡេងស្រាលថាអត់អីទេម៉ែទំនងជាឆ្មាវាចូលទៅប៉ះរបស់របរនៅមុខកញ្ចក់ទេដឹងគាត់និយាយរួចក៏លើកដៃយកមកវែកសក់ក្បាលផ្នែកខាងមុខសៀតត្រចៀកវាទៅក្រោយបន្តិចរួចក៏ហូបបាយបន្តទៀតដោយគិតថាហូបហើយសម្លឹងទៅរៀបទុកដាក់វិញប៉ុណ្ណឹងវាមិនមានអ្វីធំដុំនោះទេក្រោយជួយម្ដាយលាងចាននិងទុកដាក់សម្ភារៈនៅផ្ទះបាយខាងក្រោមរួចរាល់បងភីក៏ពុំបានភ្លេចខ្វល់ខ្វាយអំពីសំឡេងប្រាវដែលឮមុននេះដែរគាត់និយាយលាម្ដាយគាត់ដែលកំពុងអង្គុយក្តោបសារងទៅពីស្លាក្បែរក្រែរួចក៏ចាប់បោះជំហានឡើងទៅលើផ្ទះដើរសម្ដៅទៅកាន់ទ្វារបន្ទប់ដែលនៅតែបិទជិតដដែលគាត់ចាប់ដៃទ្វារទាញរបាក់ឡើងលន់ស្នូកក្រាស់វែងបន្លឺឡើងក្នុងភាពងងឹតត្រជាក់ស្រេបដែលបានស្វាគមន៍គាត់សាជាថ្មីដោយហេតុពន្លឺថ្ងៃលិចពណ៌ក្រហមលឿងទុំអំបញ្ញមិញទើបតែរលត់បាត់ទៅបន្សល់ទុកនៅតែភាពសន្សឹមនៃយប់ដែលចាប់ផ្ដើមគ្របដណ្ដោះស្បែកអពន្លឺមកបណ្ដានៅខាងក្រៅបង្អួចឃើញតែដើមឈើធំคล้ายជាស្រមោលខ្មៅអន្តកាឈូជ្រោច្រានត្រេតត្រោទៅតាមខ្យល់បងភីឈរត្រឹងមួយសន្ទុះនៅមាត់ទ្វារសម្រាប់ភ្នែកទៅនឹងភាពងងឹតរួចលើកដៃទៅបបោះរកឈើគូសនិងចង្គៀងម៉ាំងសុងនៅលើតុជាប់ជញ្ជាំងខាងចុងជើងក្រេដេ
ន្លឺបញ្ឆេះចង្កៀងភ្លើងតូចរ៉េភ្លឹបភ្លេបានបំភ្លឺបន្ទប់ទាំងមូលសន្សឹមជាមួយនឹងពណ៌លឿងស្រអាប់ជួយឲ្យជំវិញខ្លួនមើលឃើញបន្តិចម្ដងរួចគាត់ក៏បែរខ្នងជៀនជើងចូលសម្ដៅទៅតុដែលមានកញ្ចក់ធំនៅឯក្បាលដំណេកខំសម្លឹងស្វែងរកមើលអ្វីដែលធ្លាក់ឬក៏បាក់បែកដូចដែលសំឡេងដែលបានឮតែអ្វីគឺនៅដដែលទាំងអស់ទាំងក្រាស់សិតសក់ពណ៌ត្នោតនៅដេកស្ងៀមក្បែរម្សៅផាត់មុខក្រែមលាបមាត់នៅតែតម្រៀបជិតគ្នាមិនមានដាននៃការរំខានការធ្លាក់បាក់បែកអ្វីឡើយបងភីខ្ជួនចិញ្ចាមជាប់រួចយកដៃទៅប៉ះរបស់របរទាំងនោះម្ដងមួយដើម្បីឲ្យប្រកាសថាមិនមានអ្វីខុសប្លែកគាត់ងើយមុខសម្លឹងទៅកញ្ចក់និងចាប់ផ្ដើមលើកដៃយឺតមកដោះសក់คล้ายនោះចេញបង្ហាញឲ្យឃើញស្បែកក្បាលនិងសរសៃតូចរយលើក្បាលមានទាំងសំណើមដ៏ញើសសំទុកផងរួចឈានជើងមួយចំហៀនខិតទៅឆ្វេងទៅឯបជញ្ជាំងជំទើជើងឈោងពាក់ព្យួរសក់នោះទុកយ៉ាងល្អល្អិតមុននឹងត្រឡប់មកអង្គុយមុខកញ្ចក់ដកដង្ហើមធំដោយស្ងៀមស្ងាត់ពេលឃើញរូបរាងពិតខ្លួនឯងម្ដងរួចទើបប្រះខ្លួនទៅងូតទឹកនិងត្រឡប់មកសម្រាកវិញរាត្រីបានឈានចូលមកកាន់តែគៀកចិត្តត្បិតម៉ោងទើបតែ9ជាងប៉ុន្តែភាពត្រជាក់ដ៏ស្ងប់ស្ងាត់បានគ្របដណ្ដប់អស់ភូមិស្ថានទាំងមូលទៅហើយសំឡេងដែលនៅមានតែស្នូកខ្យល់បក់ផើយសើចវាងនោននៅឯមាត់ទ្វារធំខាងក្នុងផ្ទះមើលទៅឯខាងក្រោមអ្នកមីងជាម្ដាយបន្ទាប់ពីរៀបចំទុកដាក់អីវ៉ាន់រួចរាល់ក៏ដើរមកអង្គុយលើគ្រែឈើចាប់បើកសៀវភៅបញ្ជីកាន់មើលលេងថានរណានៅជំពាក់ប្រាក់គាត់ខ្លះដោយសារតែសមាជិកមានតែពីរអ្នកកូនស្រីត្រឹមដីគេដែលលោកយាយបន្សល់ទុកប៉ុន្មានកន្លែងគាត់បានយកទៅដាក់ជួលឲ្យគេធ្វើស្រែធ្វើចម្ការរួចក៏អាស្រ័យផលអំពីថ្លៃជួលទាំងនោះសមល្មមមិនខ្វះហូបឡើយជួនជាអ្នកខ្លះគេចង់ទុកប្រាក់ក៏ឲ្យស្រូវមកជំនួសធ្វើឲ្យផ្ទះអ្នកមីងមិនសូវជាចំណាយច្រើនប៉ុន្មានមានសល់ទាំងប្រាក់ខ្លះឲ្យបានដល់អ្នកស្រុកមកពឹងពោរកខ្ចីម្ដងម្កាលផងស្ថិតនៅក្រោមពន្លឺចង្កៀងផ្លុងមួយរង្វង់ខ្លួនកំពុងតែឈ្ងោកយកដៃចុចចង្អុលលើឈ្មោះក្នុងសៀវភៅរេចុះមកខាងក្រោមយឺតនឹងអានតិចក្នុងចិត្តបណ្ដាស្រាប់តែស្នូសត្វឆ្កែនៅតាមផ្លូវវារត់មកឈប់នៅក្បែរដប់ឃ្លាតពីជ្រុងរបងផ្ទះគាត់ប្រហែលជា2ម៉ែត្ររួចក៏ព្រុសកោះឡើងលាន់ត្រហឹងមើលទៅឯផ្លូវងងឹតខាងមុខផ្ទះដូចជាឃើញអ្វីម្យ៉ាងអ្នកមីងភ្ញាក់ព្រឺនឹងសំឡេងពួកវាគាត់ងើបមុខចេញពីសៀវភៅបញ្ជីរួចបែរទៅជ្រួញចិញ្ចើមប្រឹងសម្លឹងឆ្លងកាត់ភាពស្រពេចស្រពិលព្រាលពន្លឺជះមិនដល់នៅលើផ្លូវដូចជាមានអ្វីមួយស្ទង់កំពុងផ្លាស់ទីយឺតគាត់បិទសៀវភៅទុកប្រះខ្លួនងើដើរផងសម្លឹងផងជាប់មិនរបូតរូបរាងនោះដូចទៅនឹងបំភាបេះដាស់សក់ឡើងវែងត្រឹមចង្កេះកំពុងដើរថ្មឹងមួយរហូតផុតជ្រុងរបងចូលទៅទីងងឹតខាងជើងរួចក៏ស្រាប់តែបាត់ឈឹងតែម្ដងអ្នកមីងក៏ចេញមករហូតដល់ខាងមុខផ្ទះប្រឹងឈ្ងោកសម្លឹងទៅផ្អៀងផ្អងអោនមើលផងព្រមដៃមាត់ក៏ស្រដីគោកហៅបណ្ដាថាអាភីមិនមែននឹងកូនឯងតាណានឹងកូនយប់ហើយនិយាយហើយក៏ស្ងាត់ជ្រាបគ្មានមនុស្សឯណាតបឡើយគាត់យកដៃកងកាន់មាត់របងបន្តិចរួចគិតតែក្នុងចិត្តថាជានរណា
មិនក៏ដូចកូនគាត់ម្លេះមុននឹងបកចំហៀនត្រឡប់មកយកសិភៅទុករួចប្រញាប់ប្រញាល់ឡើងជណ្ដើរទៅលើផ្ទះដោយមានស្ពាយជាប់ក្តីមន្ទិលនៅក្នុងចិត្តគាត់ឈានជើងទៅឈរត្រង់មាត់ទ្វារបន្ទប់របស់បងភីគាត់លើកដៃគោះទ្វារតិចៗ 3-4 ដងលាន់ស្នូក្រោមភាពស្ងប់ស្ងាត់ព្រមដោយមាត់ក៏ហៅកូនតិចៗបណ្ដាជាមួយផងស្ងាត់អស់មួយស្របោះតែមិនយូរប៉ុន្មានសូរមាត់បងភីក៏បានលើចេញពីខាងក្នុងបន្ទប់ឆ្លើយមកកាន់គាត់សំឡេងនោះហាក់ដូចជាទៅតែភ្ញាក់ពីដេកថ្មីមិនមានលក្ខណៈប្លែកអ្វីឡើយអ្នកមីងមានអារម្មណ៍ធូរស្រាលបន្តិចតែការងឿងឆ្ងល់នៅក្នុងចិត្តនៅតែមានដំណើរគ្នានោះគាត់ក៏បង្វែរខ្លួនដើរចេញមកស្រាប់តែទ្វារបន្ទប់បងភៀននៅខាងក្រោយខ្នងរបើកឡើងក្រាស់ហើបចេញបន្តិចអ្នកមីងមិនទាន់បានបកទៅមើលទេកំពុងតែសម្ដៅទៅមាត់ចិនដាអឺតក៏ចេញទៅខាងក្រៅមើលជើងមើលត្បូងបន្តិចរួចក៏រុញទ្វារធំក្នុងផ្ទះបិទក្រឹបតាមទម្លាប់ដោយសារតែម៉ោងកាន់តែយប់ជ្រៅណាស់ទៅហើយបែបជាមិនបានចុះទៅក្រោមទៀតទេដោយសារតែទ្វារប្រើការមកយូរឆ្នាំដែរវារៀងធ្លាក់ត្រចៀកទាំងសងខាងតលតែប្រើកម្លាំងលើកបន្តិចទើបដាក់កលឹះចូលលុះតែរួចរាល់ហើយកូនក៏ឆ្លៀតឈៀងចូលទៅមើលកូនបន្តិចមុននឹងទៅសម្រាកដែរស្រាប់តែឈានជើងមកដល់មាត់បន្ទប់បងភីទ្វារនៅតែរបើកដដែលក្រឡេកទៅឯមនុស្សបែរជាដេកលងលក់យ៉ាងស្កប់ស្កល់គាត់ចូលមកគៀកក្បែរគ្រែឈរមើលដោយមិនបានអុចភ្លើងបំភ្លឺទេនៅខាងលើគ្រែបងភីដេកដណ្ដប់ភួយដូចជាមនុស្សដែលលងលក់អស់រាប់ម៉ោងមកហើយរួចចុះណាបើកទ្វារឲ្យគាត់សំណួរលេចឡើងនៅក្នុងចិត្តតែមានកូនចិត្តមួយទៀតក៏បានគិតថាប្រហែលបងភីគាត់ងងុយខ្លាំងបើកទ្វារហើយក៏ប្រាក់ខ្លួនសម្រាប់ទៅវិញណាមួយវាក៏យប់ហើយដែរតបិតគិតថាទំនងជាបែបនេះតែគាត់នៅតែឆ្ងល់ក្នុងចិត្តនឹងថយក្រោយទៅសម្រានឯបន្ទប់គាត់វិញដូចគ្នាខ្យល់រាត្រីត្រជាក់ក្នុងភាពងងឹតគ្របដណ្ដប់ឆ្លងកាត់រាល់ចុងព្រៃក្បែរបរិវេណភូមិស្ថានព្រីប្រដូចបានទៅនឹងស្បៃវាំងនោនខ្មៅធំមួយផ្ទាំងដែលរំពាត់គ្រប់យ៉ាងនៅខាងក្រោមម្ដងម្កាលក៏លន់លឺស្នូរមេឃឈើរលាស់ធ្លាក់ទាំងផ្លែខ្ពកជ្រុះមកលើដីអែបបរិវេណក្នុងរបងផ្ទះដែលនៅតែស្ងាត់ជ្រងំអស់ជាច្រើនម៉ោងរហូតដល់តែលឺស្នូរមន់អាកូរងាវដាស់សាជាថ្មីខណៈដែលពន្លឺស្រាងនៃថ្ងៃបានបង្ហើបខ្លួនសន្សឹមម្ដងទៀតពីទឹកខាងកើតបណ្ដេញផាត់ព្រះច័ន្ទខែខ្នើតឲ្យរលត់បាត់រស្មីក្រឡេកមើលទៅផ្លូវលំដីក៏ចាប់ផ្ដើមមានសម្រាប់ជើងដើរឈានឆ្លងកាត់មួយជជែកគ្នាឆ្លើយឆ្លងផ្សំជាមួយសំឡេងគោក្របីដែលម្ចាស់វាដេញចេញពីក្រោយផ្ទះបណ្ដាទៅតាមផ្លូវឆ្ពោះហួសទៅខាងជើងក្រឡេកទៅឯផ្ទះទៀមដំបូលសង្កសីនៅឯប្របងស្ដាំដៃវិញឃើញអំឡូនកំពុងអង្គុយលើគ្រែឈើខាងមុខផ្ទះទឹកមុខរបស់គាត់មិនសូវជាស្រួលប៉ុន្មានចំណែកប្តីគាត់កំពុងតែដើរតាំងមកពីដើមអំពិលជំហៀងផ្ទះខាងក្រោយដៃកាន់កូនក្រមាចាស់មួយជូតញើសពីលើថ្ងាសបណ្ដានិងនិយាយទាំងមានក្តីកង្វល់ថាមានប្រាក់ឯណាទៅម៉ែវាមានប្រាក់ឯណាឲ្យថ្លៃជីគេទៅប្រម៉ែប្រមូលអស់ហើយបានតែប៉ុណ្្នឹងអំឡូនក៏ដកដង្ហើមធំគាត់ស្ងាត់មួយសន្ទុះដូចជានឹកអ្វីឃើញមួយរួចក៏តបទៅថាមិនអីទេពុកវាចាំសាករោគទឹកខ្ចីបុលម្ដាយនឹងភៀបង្វិលឲ្យគេសិនក៏បានព្រោះគាត់ធ្លាប់ប្រាប់ថា
បើខ្វះខាតអីឲ្យប្រាប់គាត់ចុះប្តីគាត់ក៏ងក់ក្បាលរួចបកទៅបញ្ចេញគោបណ្ដេញអូសទៅចងនឹងគេនៅឯជើងក្រោយថ្ងៃរះខ្ពស់ជិតស្មើចុងដូងអ៊ំលូនក៏រត់រះធាក់កង់ពីចម្ងាយមួយសំដៅមកផ្ទះបុរាណសសរខ្ពស់របស់បងភីរហូតមកដល់មាត់របងគាត់ក៏ឈប់កង់វាចន្ទល់នៅខាងក្រៅចុះតែខ្លួនដើរត្រុកក្តាប់ចង្កេះសារ៉ុងចូលទៅឈានចូលបានតែប៉ុន្មានជំហានគាត់ក៏ដូចជាមានអារម្មណ៍ថាផ្ទះនេះស្ងាត់ឈឹងខុសពីធម្មតាដូចអត់មានមនុស្សនៅសោះមិនមានឮសំឡេងអ្វីទាំងអស់សូម្បីតែមេឃឈើក៏ឈរស្ងៀមត្រឹងស្ងប់មិនមានឮសូម្បីតែស្នូកចោលអីបន្តិចអ៊ំលូនឈរនៅរេរាមួយសន្ទុះទើបដាច់ចិត្តដើរចូលទៅក្រោមផ្ទះប្រាស់ខ្លួនអង្គុយលើគ្រែបាយហើយងើយមុខទៅខាងលើស្រែកគោកហៅលេងសាកមើលថាអ្នកអើយនៅផ្ទះឬក៏អត់នឹងភាពស្ងាត់ជ្រងំនៅតែបន្តអ៊ំលូនកុំផ្ទៀងត្រចៀកចាំស្ដាប់ក៏រៀបនឹងហៅម្ដងទៀតទៅហើយស្រាប់តែឮមាត់មនុស្សឆ្លាតចាស់ច្បាស់ចេះតែមួយម៉ាត់ចេញពីខាងលើផ្ទះជាសំឡេងមនុស្សស្រីតែច្បាស់ថាមិនមែនជាបងភីឡើយតែអ៊ំលូនមិនទាន់ជាបានគិតអ្វីច្រើនគាត់អង្គុយចាំនៅខាងក្រោមយ៉ាងយូរចាំបាត់ឮតែមាត់ឆ្លើយមិនឃើញមានមនុស្សចុះមករហូតមួយស្របោះថ្ងៃកាន់តែក្តៅខ្លាំងចិត្តគាត់ក៏ចាប់ផ្ដើមអន្ទះសាក៏ដាច់ចិត្តហៅម្ដងទៀតនឹងឈានជើងមួយឡើងចដាទៅខាងលើទៅរកមើលមនុស្សក៏ព្រោះតែរឿងលុយកាក់គាត់ក៏ប្រញាប់ផងជើងគាត់ទើបតែឈានជន់បានពាក់កណ្ដាលចណ្ដាស្រាប់តែត្រូវភ្ញាក់ព្រឺនឹងសំឡេងមួយដែលបន្លឺសួរគាត់ពីឯដីខាងក្រោយខ្នងដាក់ភ្នែកទៅមាត់របងបែរជាប្រទះបងភីនិងម្ដាយគាត់ទើបតែដើរចូលមកទៅវិញនិងប្រាប់ទៅកាន់អ៊ំលូនថានៅផ្ទះគ្មាននរណានៅទេគាត់ទើបតែមកពីនាំបងភីទៅជួបគ្រូពេទ្យគឺទៅតាំងពីព្រឹកម្លេះអ៊ំលូនឮហើយក៏ចាប់ព្រឺសម្បល់ខ្ញាក់ទាំងថ្ងៃនិយាយខ្ចីប្រាក់ម្ដាយបងភីនៅក្រោមផ្ទះទាំងរៀងរញីរញ័ររួចរាល់ភ្លាមក៏ប្រញាប់ទាញកង់ធាក់ចេញទៅវិញដោយមិនប្រាប់អីមួយម៉ាត់ថានៅខាងលើផ្ទះឮមាត់មនុស្សឆ្លើយម្ដាយបងភីគាត់ក៏រៀងឆ្ងល់ដែរពេលឃើញសភាពអ៊ំលូនប្រញាប់ដូចនេះតែក៏សួរមិនទាន់បានត្រឹមតែឈរឆ្ងល់នៅឡើយបន្ទាប់ពីអ៊ំលូនជិះកង់ផុតបាត់ទៅតាមផ្លូវដីក្រហមនៅសល់តែសំឡេងច្រវាក់កង់លាន់ក្រោកក្រាស់រហូតស្ងាត់បាត់អំពីត្រចៀកម្ដាយរបស់បងភីបានឈរមើលពីក្រោយមួយសន្ទុះរួចដកដង្ហើមធំចេញម្ដងមុននឹងដើរចូលទៅក្រោមផ្ទះវិញអង្គុយបានតែមួយស្របោះគាត់ក៏ធ្វើដំណើរចេញពីមាត់របងទៅទីប្រាក់គេបាត់ទៅទុកនៅតែព្រះអាទិត្យថ្ងៃត្រង់កំពុងតែចាប់ផ្ដើមក្តៅកាន់តែខ្លាំងចាំងគ្របចំកណ្ដាលដំបូលឃើញច្បាស់ទាំងធូលីដីនៅលើផ្លូវហោះអណ្ដែតហុយសំពងរាល់ពេលមានម៉ូតូឬក៏កង់បោះឆ្លងកាត់ម្ដងរួចហើយក៏ធ្លាក់ស្ងាត់ទៅវិញជាច្រើនដងច្រើនសារហូតដល់តែស្នូចង្រិតចាប់ផ្ដើមលាន់លឺត្រែម្ដងទៀតពីព្រៃខាងជើងចម្លងទាំងពន្លឺថ្ងៃដែលក្តៅហួតហែងឲ្យទៅជាស្រអាប់ប្រែពណ៌បន្តធ្លាក់ងងឹតស្រិបពីទិសខាងលិចឯវាលក្រោយភូមិរួចក៏លិចកំបាំងទៅត្រង់ដើមត្នោតមួយជួរដែលដុះនៅឯទីឆ្ងាយមើលដាច់កន្ទុយភ្នែកជំនួសមកវិញដោយពន្លឺព្រះច័ន្ទដ៏ត្រជាក់ឆ្លុះចូលតាមមាត់បង្អួចរួចមានទាំងខ្យល់រាត្រីផើយពុះប្រាស់វាំងនោនបង្អួចក្នុងបន្ទប់របស់បងភីគាត់កំពុងអង្គុយថ្មឹងនៅមុខកញ្ចក់
សិតសក់ដែលពាក់ជាប់នៅលើក្បាលក្រោមពលឺចង្គៀងព្រាលលឿងទុំពុំសូវជាមើលឃើញច្បាស់ប៉ុន្មានទេភ្នែកគាត់នៅតែសម្លឹងមើលទៅរូបរាងខ្លួនឯងដៃក៏ចេះតែសិតសក់បណ្ដាម្ដុំក្បែរខ្លួនធំតែក្លិនប្រេងច័ន្ទល្ងងដែលគាត់កំពុងតែចាក់ចេញពីដបអង្អែលស្បូតលាបទៅលើសក់និងសិតទម្លាក់ប្រាស្មាទាំងសងខាងកំពុងតែសិតលាបសុកស្រាប់តែក្រាស់នៅក្នុងដៃគាត់ក៏ជ្រុះក្បោកទៅខាងក្រោមវាមិនមែនជ្រុះដោយចៃដន្យនោះទេគឺហាក់ដូចជាមាននរណាម្នាក់ដើរមកបំបុកប្រកេតចំស្មាខាងស្ដាំរបស់គាត់បំភៀភ្ញាក់ខ្លួនព្រឺគាត់ប្រញាប់បាយក្រឡេកមើលទៅក្រោយខ្នងភ្លាមតែអ្វីដែលបានឃើញគឺមានតែភាពងងឹតរបស់បន្ទប់ជញ្ជាំងខ្មៅស្រអាប់នៅក្រោមពន្លឺចង្គៀងផ្លុងតែប៉ុណ្ណោះច្បាស់ណាស់ថានៅក្នុងបន្ទប់នេះគឺគ្មានមនុស្សផ្សេងទៀតទេគឺមានតែរូបរាងកាយស្គមស្គាំងរបស់គាត់ម្នាក់ឯងគត់កំពុងអង្គុយនៅទល់មុខកញ្ចក់ដោយទឹកមុខងឿងឆ្ងល់លីឡំនឹងការភ័យខ្លាចបន្តិចបន្តួចដែលផុសឡើងនៅក្នុងចិត្តដោយឯងគាត់ក៏អោនឈោងដៃទៅរើសក្រាស់នោះយកមកដាក់លើតុវិញរួចនៅតែអង្គុយមិនទាន់ងើបទៅណាទេត្រង់កៅអីដដែលគាត់បង្វែរមកអោនមុខទៅគៀកកញ្ចក់បន្តិចមើលស្នាមជ្រួញនៅលើមុខលើមាត់ខ្លួនឯងទាំងនឹកស្ដាយដល់សម្រស់កាលពីមុនដៃរបស់គាត់ប៉ះថ្នមទៅលើថ្ងាសនិងរែចុងម្រាមមកក្នុងវាមាត់ស្រាប់តែក្នុងរពេចនោះកែវភ្នែករបស់គាត់ក៏ស្រាប់តែបើកធំព្រោះតែឃើញសក់ដែលខ្មៅរលោងដែលគាត់កំពុងពាក់នោះវារវើកដូចជាមានជីវិតបបោះប្រតោមកពាន់ករបស់គាត់នៅក្នុងកញ្ចក់ភ្លាមនោះបំភីច្បាមស្រវាដោះសក់คล้ายនោះចេញពីក្បាលហើយក្រវាត់វាចោលយ៉ាងលឿនទៅលើកន្ទេលចាស់ខាងក្រោមគាត់យកដៃញីត្របកភ្នែកក្រវីក្បាលបន្តិចព្យាយាមដេញភាពស្រវាំងចេញហើយក៏ស្រែកហៅម្ដាយរបស់គាត់ទាំងសំឡេងញ័រលីឡំនឹងភាពផិតភ័យដែលកំពុងមានអ្នកមីងជាម្ដាយរត់មកដល់ភ្លាមទីងទ្វាររបើកឡើងក្រាស់ដោយក្តីបារម្ភគាត់ឃើញបំភីកំពុងអង្គុយគាំងថ្មឹងនៅមុខកញ្ចក់ដៃអោបក្បាលជង្គង់ជាប់ទឹកមុខស្លេកស្លាំងហើយជ្រួញចិញ្ចើមសម្លឹងមើលទៅសក់នោះអ្នកមីងសួរនាំទាំងសំឡេងរអាក់រអួលថាមានរឿងអីមិនដេចក៏បោះសក់ចោលចឹងទិញមកថ្លៃណាស់បងភីក៏ឆ្លើយរៀបរាប់ប្រាប់ទៅកាន់ម្ដាយគាត់យ៉ាងប្រញាប់អ្នកមីងឈោសម្លឹងមើលមួយភ្លេមុននឹងគាត់ឈោងដៃទៅរើសសក់នោះឡើងមករួចក៏រលាស់រលះព្រមទាំងព្យាយាមពិនិត្យលោថាមានអ្វីនៅក្នុងនោះតែសក់នោះនៅតែទន់ល្មើយខ្មៅរលោងហើយមើលទៅដូចជាសក់ធម្មតាដែលគេកែច្នៃសម្រាប់ពាក់គាត់មិនបានឃើញមានអ្វីប្លែកគួរឲ្យគាត់សម្គាល់ឡើយគាត់ប្រាប់ទៅបងភៀថាកូនឯងប្រហែលជាមើលច្រឡំហើយដោយសារបន្ទប់ងងឹតពេកអ្នកមីងក៏យកសក់នោះទៅព្យួរនៅលើជញ្ជាំងក្បែរកញ្ចក់វិញយ៉ាងប្រុងប្រយ័ត្នរួចក៏បែរមកអង្គុយនៅគៀកបងភីព្យាយាមលួងលោមទៅកាន់គាត់បងភីស្ងាត់មាត់ឈឹងប្រាស់ខ្លួនទៅអង្គុយលើគ្រែអោបក្បាលជង្គង់គាត់មានអារម្មណ៍មិនសូវស្រួលក្នុងចិត្តទេព្រោះវាស្រពេចស្រពិលពេកមិនដឹងថាគាត់ខ្លួនឯងស្រវាំងភ្នែកពិតមែនឬក៏យ៉ាងណាឲ្យប្រកាសឡើយឃើញថាបងភីអស់អីហើយម្ដាយរបស់គាត់ក៏ដើរចេញទៅវិញមុននឹងបិទទ្វារគាត់បានផ្ដែផ្ដាំឲ្យបងភីសម្រាប់ឲ្យបាត់ច្រើនដើម្បីចាប់ជាសះស្បើយពីជំងឺក្នុងបន្ទប់បន្សល់តែក្តីស្ងប់ស្ងាត់ជ្រងំពុំមានឮមាត់មនុស្សនិយាយក្រោយរាត្រីបានចូលមកដល់ជាមួយនឹងភាពងងឹតសូន្យ
សំឡេងក្រលីងក្រឡងរបស់សត្វល្អិតពេលយប់ហាក់កាន់តែឮច្បាស់ព្រោះគ្មានសំឡេងណាមួយរំខានទៀតទេក្នុងខណៈពេលតែមួយដែលខ្យល់លំហើយបក់ផាត់តិចតិចធ្វើឲ្យវាំងននសស្អាតដែលព្យួរនៅមាត់បង្អួចរេចុះរេឡើងទៅមកភាពស្រពេចស្រពិលព្រាលបានហុំព័ទ្ធស្ទើរតែគ្រប់ជ្រុងជ្រោយលើកលែងតែមួយប្រឡោះមាត់បង្អួចដែលនៅតែមានឃើញពន្លឺលោកខែចាំងតិចតួចចូលមកខាងក្នុងពប្រាស់ចំសក់ដែលព្យួរនៅលើជញ្ជាំងអាបកញ្ចក់នោះបងភីសំងំដេកបិទភ្នែកចិត្តលក់ទៅហើយប៉ុន្តែក្នុងរូបពេចជាមួយគ្នានោះត្រចៀករបស់គាត់ហាក់បានលឺសូរអ្វីមួយយ៉ាងខ្សឹបខ្សឹបខ្សើខ្សើដែលវាប្លែកមិនមែនជាសំឡេងសត្វឬក៏ខ្យល់បក់នោះទេតែវាដូចទៅនឹងសំឡេងមនុស្សកំពុងនិយាយរងើនៅក្នុងបន្ទប់ភ្លាមនោះគាត់ក៏បានបាក់ភ្នែកភ្លឹកប្រឹងផ្ទៀងត្រចៀកស្ដាប់ប៉ុន្តែភាពស្ងាត់ជ្រងំក៏បានវិលមកវិញគាត់គិតថាប្រហែលជាគាត់មកមើលឬយល់សប្តិហើយមើលទៅរួចក៏ព្យាយាមបិទភ្នែកដេកសាជាថ្មីម្ដងទៀតប៉ុន្តែក្នុងពេលដែលគាត់រលាវរៀបនឹងដេកលក់ទៅហើយស្រាប់តែសំឡេងនោះវាក៏ចាប់លឺឡាក់ដូចគ្នាហើយវាលឺកាន់តែច្បាស់ទៅជាងមុនទៅទៀតដូចជាមាននរណាម្នាក់កំពុងតែខ្សឹបខ្សៀវនៅក្បែរត្រចៀកបងភីបានងាកក្បាលតិចគាត់ផ្ទៀងត្រចៀកស្ដាប់អស់មួយស្របោះដោយមិនហ៊ានកម្រើកខ្លួនគាត់ដៀងតែកន្ទុយភ្នែកសម្លឹងទៅកាន់សក់ដែលត្រូវខ្យល់បក់ផើយព្រោះសំឡេងវាលឺចេញពីត្រង់កន្លែងព្យួរសក់នោះហើយប៉ុន្តែពេលគាត់ច្រត់ដៃងើបលបមើលឲ្យច្បាស់ទៅវាក៏ស្រាប់តែស្ងៀមស្ងាត់ទៅវិញបងភីបានសំងំដេកទាំងមិនស្រួលខ្លួនមិនច្បាស់លាស់ក្នុងចិត្តទាញភួយមកទទួលចិត្តត្រឹមក្បាលគាត់ថ្មិចតែភ្នែកនៅស្ងៀមមិនធ្វើកាយវិការណាមួយឡើយស្ទើរពេញមួយយប់ឲ្យតែស្ងាត់រៀបនឹងគាត់ដេកលក់សំឡេងរងើក៏បន្លឺមកដូចគ្នាដូចជាសក់នោះវាកំពុងតែនិយាយម្នាក់ឯងធ្វើឲ្យបងភីដែលសំងំធ្វើពុតជាដេកព្រឺសម្បល់ខ្ញាស់រឹងខ្លួនដូចរូបចម្លាស់ពន្លឺថ្ងៃដំបូងនៃព្រឹកព្រលឹមបានចាំងចូលតាមចន្លោះបង្អួចធ្វើឲ្យស្រទាប់ធូលីតូចអណ្ដែតរេរានៅក្នុងខ្យល់បងភីក្រោកពីដំណេកទាំងមានអារម្មណ៍ថាហត់នឿយអាប់អួរភ្នែករបស់គាត់ឡើងស្លោះគាត់ចុះពីលើគ្រែដោយកាយវិការយឺតមួយតែនៅតែមានលឺស្នូរក្រោកក្រាស់អំពីក្តារនិងកំរាលកន្ទេលចាស់រាល់គ្រប់ជំហានឈានជន់ម្ដងកែវភ្នែករបស់គាត់សម្លឹងទៅត្រង់សក់ខ្លាយដែលព្យួរនៅលើជញ្ជាំងក្បែរកញ្ចក់នោះវានៅតែនៅទីនោះដដែលឃើញតែខ្មៅរលោងវែងទន់ល្មើយមិនមានអ្វីប្រែប្រួលអំពីរូបរាងខាងក្រៅឡើយប៉ុន្តែភាពស្ងាត់ជ្រងំនៅក្នុងចិត្តរបស់បងភីបានធ្វើឲ្យគាត់មិនសូវជាស្រួលក្នុងខ្លួនប៉ុន្មានចេះតែរអាខ្លាចមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីត្បិតមើលទៅវាជាសក់ធម្មតាក៏ពិតមែនគាត់ឈានជើងទៅជិតវាដោយមិនហ៊ានប៉ះរួចក៏ដកថយមកឈរចំពីមុខទូខោអាវគាត់បើកទ្វារទូរើយកស្បោងក្រណាត់ចាស់មួយរួចក៏បោះទៅដោះសក់នោះចេញពីជញ្ជាំងយ៉ាងប្រញាប់ទោះបីជាគ្មានក្បាលមនុស្សជាប់នៅជាមួយប៉ុន្តែពេលដៃរបស់គាត់ប៉ះនឹងសក់នោះទទួលអារម្មណ៍ថាវារស់រវើកដូចជាមានជីវិតធ្វើឲ្យគាត់រញីរញ័របន្តិចរួចឆាប់ញាត់វាទាំងដុំចូលទៅក្នុងស្បោងដែលកាន់ជាប់នៅនឹងដៃ
បងភីដើរចេញពីបន្ទប់ងងឹតរួចសម្ដៅចុះចិនដាទៅខាងក្រោមរួចនៅតែបន្តដើរកាត់ទៅខាងក្រោយផ្ទះត្រង់គំនរសម្រាមខាងក្រោយជ្រុងរបងរៀបនឹងក្របត់ចោលទៅហើយស្រាប់តែមានសំឡេងមួយបន្លឺពីក្រោយខ្នងមកថាអាភីកូនឯងធ្វើអីនឹងអ្នកមីងជាម្ដាយបានដើរមកពីក្រោយដោយទឹកមុខបង្ហាញការងឿងឆ្ងល់បងភីទម្លាក់ដៃចុះយ៉ាងលឿនបែរមុខទៅរកម្ដាយគាត់និងរៀបរាប់ប្រាប់រឿងកាលពីយប់មិញគឺបានឮសំឡេងនិយាយចេញពីសក់មួយនេះអ្នកមីងស្ងៀមស្ងាត់ស្ដាប់កូននិយាយហើយរៀងជ្រុញចិញ្ចាមបដូរទឹកមុខបន្តិចគាត់ក៏ចាប់ដៃបងភីហើយប្រាប់ទៅគាត់ថាប្រហែលជាបងភីឈឺពេកទៅជារវើរវាយហើយគាត់ថាសក់នឹងវាថ្លៃណាស់កូនហើយក៏ពិបាករកទិញមកណាស់ដែរមានប្រសាសន៍ចប់ហើយអ្នកមីងក៏លូកដៃទៅយកស្បោងក្រណាត់ពីដៃបងភីហើយកាន់ដើរត្រឡប់ទៅក្នុងផ្ទះវិញទាំងបន្សល់ទុកឲ្យបងភីនៅឈរត្រឹងមួយសន្ទុះធំខាងក្រៅផ្ទះឡើងទៅដល់លើផ្ទះហើយគាត់ក៏យកសក់នោះចេញពីស្បោងក្រណាត់ហើយលើកមកពិនិត្យវាម្ដងហើយម្ដងទៀតគឺវានៅតែទន់ល្មើយខ្មៅរលោងហើយហាក់ដូចជាគ្មានអ្វីចម្លែកដោយដែលបងភីបាននិយាយឡើយគាត់ក្រវីក្បាលតិចរួចដើរទៅជញ្ជាំងអែបទ្វារក្នុងបន្ទប់កាន់សក់នោះរួចលើកយឺតហើយយកវាទៅព្យួរនឹងដេចគោលមួយនៅលើរនងជញ្ជាំងនោះសក់ពាក់ធ្លាក់រយងចុះមកក្រោមស្ងៀមជ្រងំដូចទៅនឹងក្បាលមនុស្សអ្នកមីងឈមមើលមួយសន្ទុះដោយទឹកមុខធម្មតាគាត់គិតថាដូចតែរបស់ប្រាស់ប្រចាំថ្ងៃទូទៅគាត់ដកដង្ហើមធំតិចហើយក៏បែរខ្នងដើរចេញពីបន្ទប់ព្រមដោយដៃទាញទ្វារបិទក្រឹបលុះតែគាត់ដើរវឹបមកដល់កណ្ដាលផ្ទះស្រាប់តែមានឮសំឡេងស្រាប់ដូចជាមានជើងមួយគូទៀតកំពុងដើរនៅក្នុងបន្ទប់អ្នកមីងក៏ឈប់ជើងភ្លាមបេះដូងរបស់គាត់ចាប់ផ្ដើមបដូរចង្វាក់យ៉ាងចម្លែករួចបកត្រឡប់ទៅវិញច្រានទ្វារទាំងសងសាយឲ្យរបាក់ឡើងក្រាស់ស្រាប់តែមិនឃើញមានអីទាំងអស់គ្រប់យ៉ាងនៅតែរៀបរយធម្មតាស្ងាត់ជ្រងំដដែលអ្នកមីងលើកដៃឯក្បាលបន្តិចរួចចុះទៅក្រោមវិញហើយដើរតម្រង់កង់របស់គាត់ដែលផ្អែកនៅក្បែររបងយកកន្ត្រកឫស្សីមួយទៅព្យួរពាក់នឹងដៃកង់ឃើញមានទាំងសិភៅចាស់មួយក្បាលនៅក្នុងនោះរួចគាត់ក៏ធាក់កង់ចេញពីរបងនិងឆ្លៀតងាកមកផ្ដាំប្រាប់បងភីថាឲ្យចាំផ្ទះផងគាត់ទៅយកប្រាក់ពីគេនៅឯក្នុងភូមិស្នូជ្រវាក់កង់លន់ក្រោកក្រាស់កាត់ផ្លូវលំដីក្រហមក្រោមផ្ទៃមេឃដែលមានពណ៌រាងស្រទុំសស្រអាប់ហាក់ដូចជាត្រៀមខ្លួនបង្អល់នឹងដំណក់ភ្លៀងនៅពេលណាមួយខ្យល់ក៏ធ្លាក់ផើអស់ទាំងសក់ក្បាលរៀលដាល់ពប្រាស់ទៅដល់ទាំងម្លប់ឈើហូបផ្លែនៅទាំងសងខាងផ្លូវឃើញតែយករង្គើរេទៅមកមានដោះដេដាស់គ្រប់មេឃបិទម្លប់ត្រជាក់លហឹមអ្នកមីងធាក់កង់កាត់ផ្ទះអ្នកស្រុកម្ដងមួយគ្រប់ផ្ទះនីមួយឮតែស្នូរសំឡេងមនុស្សនិយាយជជែកគ្នាលេងរងើលីឡំសំឡេងក្មេងរត់ដេញគ្នាកាត់មាត់របងក្បាច់ខ្លួនលុះហួសមកខាងមុខបន្តិចទៀតក៏បានចូលមកដល់ផ្ទះតូចសសរខ្ពស់ផុតពីដីសង់ឡើងពីឈើចាស់ម្ដាយបងភីក៏បានចាប់ហ្វ្រាំងកង់ឈប់ងោះរួចវាចន្ទល់ចុះឈោមដៃទៅលុកយកសិភៅនៅក្នុងកន្ត្រកហើយក្រឡេកមើលទៅអ្នកស្រុកដែលកំពុងអង្គុយជុំ
លើក្រែខាងមុខផ្ទះក្រោមដើមទាពីរបីដើមគាត់ដើរចូលទៅគីញញឹមដាក់មិញសូពីចម្ងាយដែលជាម្ចាស់ផ្ទះហើយក៏ជាអ្នកជំពាក់ប្រាក់គាត់ម្នាក់ដែរប៉ុន្តែមិនទាន់បានស្រដីអ្វីមួយម៉ាត់ផងអ៊ំដែលនៅទល់មុខក៏កាត់សម្ដីសួរមកកាន់ម្ដាយបងភាថាអូយវិញច្បាស់ជាខ្មោចអើអីណែម៉ែកាភីហើយផ្ទះឯងហ្នឹងនៅប្រមាណអ្នកម្ដាយបងភាក៏ជ្រួញចិញ្ចាមតិចដោយមិនយល់គេចង់សួរពីអ្វីគាត់ក៏បានតបទៅវិញដោយរៀងឆ្ងល់ថាមានតែខ្ញុំនិងអាភាទេអ៊ំចុះមានរឿងអីទៅបុរសចំណាស់ម្នាក់ដែលអង្គុយនៅចុងក្រែននោះក៏ក្អកខេះរួចក៏ចាប់ផ្ដើមនិយាយទៀតថាមកចូលម្នេះមកចាប់ខ្ញុំប្រាប់យប់មិញហ្នឹងម៉ោងប្រហែលជា9ជាងខ្ញុំនិងប្រពន្ធខ្ញុំហ្នឹងដើរកាត់មុខផ្ទះនាងឯងស្រាប់តែឃើញក្មេងស្រីប្លែកមុខមើលទៅដូចជាមិនមែនកាភីទេនាងអង្គុយនៅលើរបងខាងមុខផ្ទះយកជើងយឺតចុះឡើងហើយសក់វិញឡើងវែងខ្មៅអាឡងតែមុខឈ្ងោកម្នាក់ឯងធ្វើឲ្យខ្ញុំនិងប្រពន្ធខ្ញុំហ្នឹងព្រឺសម្បល់បាសរោមតែម្ដងម្ដាយបងភីដែលកំពុងចូលស្ដាប់ក៏កាន់តែឆ្ងល់ខ្លាំងណាស់រួចក៏ប្រាប់ទៅពួកគាត់ថាអត់មានទេយប់មិញបងភីដេកលក់តាំងពីក្បាលប្រឡោះហើយក៏មិនមានក្មេងស្រីឯណាមកលេងផ្ទះទេខណៈដែលម្ដាយបងភីកំពុងតែឆ្លងឆ្លើយដោយក្តីងឿងឆ្ងល់នៅឡើយស្រាប់តែលោកអ៊ំនោះក៏បានបន្តទៀតថាអញណែម៉ែកាភីហើយវាមិនមែនមានតែប៉ុណ្្នឹងទេគឺមានទាំងសម្លេងឆ្កែព្រុសលូកោះល្វើយខ្ញុំពីអ្នកប្រពន្ធខ្ញុំហ្នឹងក៏ឆ្លៀតសួរទៅកាន់ក្មេងស្រីនោះថាអីណែមីនាងហើយកូនចៅនៅណាគេហ្នឹងយប់ប្រលប់ថ្មហ្នឹងហើយមិនទៅដេកក្មួយខ្ញុំសួរតែប៉ុណ្្នឹងហើយស្រាប់តែប្រពន្ធខ្ញុំហ្នឹងក៏អូសដៃខ្ញុំចេញយ៉ាងប្រញាប់មែនទែនចេញផុតពីកន្លែងហ្នឹងលុះតែផុតមកមុខបាន4-10ចំហៀនម៉ែវាក៏ប្រាប់ថាក្មេងស្រីម្នាក់ហ្នឹងគឺអត់មានជើងទេខ្ញុំក៏និយាយនឹងប្រពន្ធខ្ញុំថាវាមិនដែលទេយីប៉ែមនុស្សឡើងចងងហើយអត់ជើងយ៉ាងម៉េចវ៉េស្រាប់តែនិយាយហើយហ្នឹងមិនទាន់បានមកនាទីផងខ្ញុំនិងប្រពន្ធខ្ញុំក៏ងាកទៅមើលម្ដងទៀតស្រាប់តែបាត់មនុស្សឲ្យឈឹងលឿនមហាសែនលឿនហើយសោះតែរបស់ផ្ទះទៅទេស្អាតស្ងាត់ដល់ឈឹងម្ដាយបងភីស្ដាប់ហើយគាត់មិនស្រួលក្នុងចិត្តទេព្រោះគាត់ក៏ធ្លាប់ឃើញដែរពីមុនឬក៏មានកូនអ្នកចិត្តខាងណាគេមកអង្គុយលេងតែក៏ដូចជាមិនសូវសមយប់ប្រលប់ហើយបើសិនចង់អង្គុយលេងមិនដេចមិនអង្គុយផ្ទះខ្លួនឯងគាត់គិតបណ្ដាធាក់កង់ចេញបណ្ដាបន្តដំណើរទៅមុខចូលផ្ទះគេបន្តទៀតរហូតដល់តែមេឃធ្លាក់រសៀលទើបគាត់ធាក់កង់បកត្រឡប់ទៅផ្ទះវិញទាំងក្នុងចិត្តពោពេញដោយក្តីមន្ទិលសង្ស័យផ្ទៃមេឃនៅតែមានសភាពស្រអាប់ស្ងប់ខ្យល់ទន្ទ្រីងអ្វីដែលឮគឺមានតែស្នូរមាត់អ្នកស្រុកគោក្របីមាន់ទាល្វើយរសាត់មកកង់របស់អ្នកមីងក៏បានបត់ចូលក្នុងរបងរួចទៅឈប់ផ្អែកនៅក្បែរសសរប្រមូលរបស់របរចុះមកដាក់លើគ្រែឃើញមានទាំងត្រីសាច់មកជាមួយផងទំនងយកមកធ្វើម្ហូបល្ងាចនេះក្រឡេកទៅឯផ្ទះបាយឃើញតែផ្សែងហុយផ្អុយចេញពីឆ្នាំងដរ៉ានៅខាងលើចង្ក្រានដីឥដ្ឋប្រហែលជាបងភីបានដណ្ដើមបាយទុកឲ្យម្ដាយគាត់រួចស្រេចហើយ
ដោយអាកាសធាតុថ្ងៃនេះរៀងស្អុះស្អាប់បន្តិចអ្នកមីងក៏ងើបដើរទៅក្បែរពាងទឹកធំអែបជើងសសរខាងក្រោយផ្ទះស្របពេលដែលគាត់កំពុងតែអោននៅមាត់ពាងបំណងថាដួសទឹកមកលុបលាងមុខស្រាប់តែស្រមោលដែលឆ្លោះនៅក្នុងពាងឃើញរូបរាងបងភាអឺតក្បាលចេញពីមាត់បង្អួចផ្ទះខាងលើសម្លឹងចុះមកខាងក្រោមមួយភ្លឹបរួចក្លឹបក្បាលទៅវិញបាត់ឈឹងតែអ្នកមីងមិនទាន់បានចាប់អារម្មណ៍ថាមានអ្វីប្លែកទេគាត់បន្តថ្មិចភ្នែកយកទឹកមកទះតិចៗលើផ្ទៃមុខស្របពេលដែលមាត់ក៏បន្លឺនិយាយថាអភិយាកូនឯងចង់ហូបអីថ្ងៃហ្នឹងនិយាយហើយខំផ្ទៀងត្រចៀកចាំស្ដាប់មាត់ពីលើផ្ទះព្រោះទើបតែឃើញអឺតមកមុននេះស្រាប់តែភ្លាមនោះអ្នកមីងក៏ត្រូវភ្ញាក់ព្រឺតប៊ីនឹងជ្រុះផ្តិលពីដៃព្រោះតែលឺមាត់បងភាឆ្លើយមកពីក្រោយផ្ទះបាយទៅវិញព្រមដើរកាន់បន្លែមួយកញ្ច្រែងសម្ដែងចូលមកត្រឹមមួយពព្រិចភ្នែកវាមិនអាចមនុស្សតែម្នាក់នៅលើផ្ទះផងនៅខាងក្រោមផងបានទេបងភាដែលកំពុងឈរឆ្ងល់នឹងអាការៈរបស់ម្ដាយនៅក្បែរខ្លួនគឺពិតប្រាកដណាស់តែរូបរាងដែលគាត់ឃើញអឺតពីមាត់បង្អួចអំបញ្ញមិញក៏ច្បាស់នឹងភ្នែកដែរអ្នកមីងប្រញាប់ទម្លាក់ផ្តិលចុះមិនទាន់បានស្រដីអ្វីមួយម៉ាត់គាត់ហាក់ដូចជាមិនអស់ចិត្តទេប្រញាប់ប្រញាល់អន្ទះសាក្នុងចិត្តចង់ដឹងថានរណានៅលើផ្ទះជើងទាំងគូរបស់អ្នកមីងស្ទុះឡើងចន្ទាឈើយ៉ាងលឿនរហូតលន់ស្នូក្រឹកក្រែកស្ទើររង្គើក្តារមកដល់លើផ្ទះភ្លាមគាត់ឈោះដកដង្ហើមបន្តិចភ្នែកក៏ក្រឡេកមើលជុំវិញខ្លួនយ៉ាងរហ័សអ្វីហាក់ដូចជាស្ងប់ស្ងាត់ធម្មតាស្ងៀមស្ងាត់ដដែលមិនឃើញមានវត្តមានមនុស្សណានៅម្នាក់ឡើយក្រៅពីរគាត់ដែលកំពុងឈរថ្មឹងគាត់រៀបបង្វិលខ្លួនចុះទៅក្រោមវិញទាំងនៅមិនទាន់អស់ចិត្តនៅឡើយស្រាប់តែកន្ទុយភ្នែកក៏រេទៅឃើញអ្វីម្យ៉ាងនៅលើបន្ទះក្តារបាតផ្ទះមានស្នាមជើងដានធូលីដីស្ងួតរាងដូចជាជើងមនុស្ស 4-5 ចំហៀនដែលចូលទៅក្នុងបន្ទប់របស់គាត់ធ្វើឲ្យទ្រូងរបស់អ្នកមីងកាន់តែលោតភឹបគាត់មិនបានគិតច្រើនទៀតទេជើងក៏ស្ទុះទៅតាមដាននោះភ្លាមគ្រាន់តែទៅដល់មាត់ទ្វារបន្ទប់គាត់ក៏ស្ទុះទៅបើកទ្វារយ៉ាងលឿនអស់មួយទំហឹងដៃបណ្ដាលឲ្យវារបើកផ្ទប់ទៅនឹងជញ្ជាំងលន់ស្នូកក្តាំងភ្នែករបស់គាត់សម្លឹងរកគ្រប់ច្រកល្ហោតែក៏នៅតែមិនឃើញអ្វីដដែលក្នុងបន្ទប់របស់គាត់មានត្រឹមតែគ្រែឈើចាស់កន្ទេលខ្នើយដែលរៀបចំយ៉ាងស្មើនិងទូខោអាវបិទជិតមួយដោយមានអីវ៉ាន់បន្តិចបន្តួចដាក់ខាងលើក្នុងទូនោះអ្នកមីងឈរច្របាច់កដៃខ្លួនឯងទាំងឆ្ងល់ផងខ្លាចផងគាត់មានអារម្មណ៍ថាដូចជាមានវត្តមាននរណាម្នាក់ទៀតកំពុងនៅក្នុងផ្ទះនេះជាមួយគាត់ដើរថយក្រោយចេញពីបន្ទប់នោះយឺតរួចចុះទៅក្រោមវិញទាំងភ្នែកក្រឡេបក្រឡាប់សម្លឹងមើលឆ្វេងមើលស្ដាំមើលលើមើលក្រោមគ្រប់ទីកន្លែងរីឯត្រចៀកក៏ខំប្រឹងផ្ទៀងស្ដាប់លោថាមានសំឡេងអ្វីខុសប្លែកវាបន្លឺឡើងមើលទៅបងភាគាត់កំពុងអង្គុយបេះជីបេះបន្លែនៅលើគ្រែដោយទឹកមុខធម្មតាមិនដឹងរឿងអ្វីឡើយអ្នកមីងព្យាយាមទប់អារម្មណ៍ភ័យខ្លាចនឹងការមន្ទិលសង្ស័យទាំងប៉ុន្មាននៅក្នុងចិត្តគាត់ដកដង្ហើមធំចេញបន្តិចមុននឹងដើរទៅជួយធ្វើម្ហូបជាមួយបងភាដោយមិនបាននិយាយរឿងដែលគាត់បានឃើញនៅលើផ្ទះប្រាប់ទៅកូនស្រីឲ្យដឹងសូម្បីតែមួយម៉ាត់គាត់ដាក់ខ្លួនអង្គុយលើគ្រែក្បែរបងភាដៃក៏ជួយបេះបន្លែដែរតែក្នុងចិត្តក៏នៅតែគិតវល់មិនឈប់គាត់ធ្វើម្ហូបបណ្ដាភ្នែកក៏លួចមើលជុំវិញខ្លួនបណ្ដា
ហាក់ដូចជាខ្លាចមានអ្វីមួយលេចរូបរាងចេញមកដោយមិនដឹងខ្លួនម្ដងទៀតកំពុងតែអង្គុយជួយគ្នាសុកក្រឡេកទៅមើលបងភាក៏ឃើញលើកដៃម្ខាងយកមកទប់ក្បាលទឹកមុខរបស់គាត់ប្រែជាស្លេកស្លាំងជាងមុនហើយដកដង្ហើមញាប់និងប្រាប់ទៅកាន់អ្នកមីងថាម៉ែខ្ញុំដូចជាមិនសូវស្រួលខ្លួនសោះវាចេះតែវិលមុខធីងថងយ៉ាងមិនដឹងគាត់និយាយដោយសំឡេងខ្សោយដៃក៏ឈប់ធ្វើការដែរអ្នកមីងឃើញអាការៈកូនដូចជាមិនស្រួលខ្លួនពិតមែនគាត់ក៏ប្រញាប់ដាក់បន្លែនៅក្នុងដៃចុះរួចក៏ជួយគ្រាបងភាឲ្យក្រោកឡើងទៅខាងលើផ្ទះសម្រាប់សិនចាំមកហូបឆ្អិនសម្គាត់យកទៅឲ្យហូបនៅខាងលើបងភាក៏ងក់ក្បាលយឺតគាត់ដើរមួយទាំងចំហដូចជាមិនសូវរឹងមាំសម្ដៅចិនដាឈើអ្នកមីងឈោមើលតាមពីក្រោយរហូតដល់តែរូបរាងកាយដ៏ស្គមស្គាំងរបស់កូនស្រីដើរផុតបាត់ពីខ្សែភ្នែកក្រោមផ្ទះនៅសល់តែអ្នកមីងម្នាក់ឯងគាត់ប្រញាប់រៀបចំដាំស្លោះបន្តរហូតដល់តែពន្លឺថ្ងៃល្ងាចបដូរប្រែទៅជាខ្មៅងងឹតស្រិបគ្របដណ្ដប់ទីធ្លាខាងក្រោមផ្ទះធ្វើឲ្យរបស់នៅជុំវិញខ្លួនយល់តែព្រាលមិនសូវច្បាស់អ្នកមីងអង្គុយមុខចង្ក្រានដីឥដ្ឋក្នុងផ្ទះបាយដាំស្លោតែម្នាក់ឯងស្ងាត់ជ្រាបរាល់ពេលដែលមានខ្យល់បក់មកខ្លាំងម្ដងស្រមោលនៃចុងព្រៃខ្ពស់ក្រោមពន្លឺព្រះច័ន្ទជះស្រមោលរវាមមកលើដីក្បែរផ្ទះមើលយូរទៅដូចទៅនឹងរូបរាងមនុស្សអត់ក្បាលមួយវងកំពុងតែដើរបន្តកន្ទុយគ្នាធ្វើឲ្យអ្នកមីងស្រាវអស់ឆ្អឹងខ្នងកាលក្រឡេកទៅឃើញម្ដងលុំមហូបឆ្អិនរួចរាល់ហើយគាត់ក៏ដួសចាប់ដាក់នៅលើកូនថាសរួចដើរកាន់យួរទាំងជង្គៀងផងមើលផ្លូវផងមួយដើរឡើងទៅខាងលើនឹងស្រែកគោកហៅបងភាបណ្ដារួចយកទៅដាក់ទាំងថាសទាំងជង្គៀងបំភ្លឺនៅខាងលើផ្ទះនៅជិតចំសសរកន្លោងដោយមិនទាន់ឮមាត់បងភាតបមកទេតែមិនជាអ្វីណាមួយនៅឆ្នាំងបាយមួយទៀតគាត់ក៏បកត្រឡប់ចុះទៅខាងក្រោមវិញម្ដងទៀតរកក្រណាត់មកទ្រាំដៃឆ្នាំងកាន់ដើរយឺតដដែលដល់តែមួយសានេះអត់ភ្លើងផងរៀងពិបាកដើរបន្តិចគាត់ឈ្ងោកអោនមើលតែជើងខ្លួនឯងខ្លាចថានឹងជន់ខុសជណ្ដើរឯមាត់ក៏គោកហៅបងភាបណ្ដាថាអាភាអើយងើបឡើងចេញមកហូបបាយមកកូននិយាយចប់តែពីមាត់ភ្លាមស្រាប់តែលឺស្នូព្រឹបនៅឯក្នុងផ្ទះដាក់ភ្នែកទៅលើដំបូលស្រាប់តែឃើញរូបរាងបងភាសក់ក្បាលរុយវាជើង4ទឹកចុះតាមសសរមកក៏កាយចានមកហូបដោយដៃទាំងពីរស៊ីយកឡើងខ្ចាយប្រងរួចក៏លោតតោងជាជាងស្ទុះវាយ៉ាងលឿនចូលទៅក្នុងបន្ទប់ដែលព្យួរសក់នោះបាត់ស្រមោលឈឹងអ្នកមីងនៅឯមាត់ចន្ទាបើកភ្នែកធំស្រែកយករហូតដល់តែបាត់មាត់បាត់កទាំងគាត់ទាំងឆ្នាំងបាយរមៀលតាមចន្ទារមុងពងប៉ាំងធ្លាក់មកដល់ខាងក្រោមវិញសំឡេងវោកវាក្ដុងក្ដាំងអំបញ្ញមិញលន់លឺមិនតិចទេភ្លាមនោះដែរបងភាក៏ស្ទុះងើបចេញពីបន្ទប់ឯម្ខាងទៀតទាំងស្លន់ស្លោមកមើលម្ដាយគាត់អ៊ំអ្នកស្រុកក៏មកជួយគ្រាអ្នកមីងដាក់ទៅខាងក្រោមផ្ទះផ្អើលមនុស្សអស់ជាងកន្លះភូមិរហូតដល់ព្រឹកព្រលឹមថ្ងៃរះថ្មីអ្នកមីងក៏ដឹងខ្លួនឡើងមកវិញទាំងមានអាការៈឈឺចាប់ពេញខ្លួនបងភីអង្គុយយាមនៅក្បែរដោយទឹកមុខស្រងត់ស្រងាត់អំលូននឹងមីងអាទៀតក៏បានចូលមកសួរសុខទុក្ខតាំងពីព្រលឹម
អ្នកមីងបានរៀបរាប់ប្រាប់ទៅគេទាំងសំឡេងរញីរញ័រប្រាប់អំពីរូបរាងអ្វីដែលកាយចានមហូបស៊ីយកកាលពីយប់មិញក្រោយពីស្ដាប់អ្នកមីងហើយចាស់ងើយទៅខាងលើផ្ទះដោយទឹកមុខមិនសូវស្រួលគ្រប់គ្នារួចពួកគាត់ក៏បានណែនាំឲ្យទៅរកព្រះតេជគុណមួយអង្គដែលគង់នៅកុដិខាងក្រោយវត្តដើម្បីឲ្យលោកជួយប្រមាលមើលថាជាអ្វីក្រោយបានជួបព្រះតេជគុណអង្គនោះហើយលោកក៏មានសង្ឃដីកាប្រាប់ថានៅក្នុងផ្ទះមានរបស់មិនល្អកំពុងនៅវាជារបស់ដែលមានម្ចាស់របស់គេស្រឡាញ់ណាស់ទើបគេមកតាមវាពេលឮសង្ឃដីការបស់លោកដូច្នេះអ្នកមីងក៏នឹកឃើញដល់សក់នោះភ្លាមរួចក៏ជម្រាបទៅកាន់ព្រះតេជគុណអង្គនោះបន្ថែមទាំងបងភាក៏ងក់ក្បាលបញ្ជាក់អះអាងអំពីរឿងចម្លែកដែលគាត់ធ្លាប់បានជួបដូចគ្នាគ្រាន់តែដំបូងអ្នកមីងមិនជឿគាត់ថាគាត់រវើរវាយអ្នកជិតខាងកូនបំណុលរបស់ម្ដាយបងភាក៏បានជូនគាត់ត្រឡប់មកផ្ទះវិញដើម្បីនាំយកសក់នោះទៅកាន់វត្តយ៉ាងប្រញាប់ក្រោយទៅដល់វត្តម្ដងទៀតព្រះសង្ឃអង្គដដែលក៏បានបន្តថាជារបស់នេះហើយរួចក៏បង្គាប់អ្នកមីងឲ្យទុកនៅទីនេះលោកនឹងចាត់ចែងឧទ្ទិសឲ្យបានទៅដល់ម្ចាស់គេវិញរួចបន្តថាគួរតែធ្វើបុណ្យបញ្ជូនឲ្យគេខ្លះផងបើបានជាមកជាប់ជំពាក់ស្គាល់គ្នាហើយបន្ទាប់ពីរួចរាល់សពគ្រប់អ្នកមីងក៏បានទៅរករឿងអ្នកលក់សក់នោះម្ដងនៅតូបសម្អាងមួយឯក្នុងផ្សារគាត់បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងផ្ទះឲ្យគេស្ដាប់ហើយក៏បានឲ្យដឹងថាតាមពិតសក់នោះមិនមែនជាសរសៃសក់ក្បាលមនុស្សពិតទេវាជាសក់คล้ายប៉ុន្តែដើមឡើយវាជាកម្មសិទ្ធិរបស់នារីម្នាក់ដែលមានវ័យស្របាននឹងបង្ភាដែរនាងបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ហើយសាច់ញាតិរបស់នាងក៏បានយកសក់នោះទៅលក់ឲ្យគេវាមិនមែនជាសក់ដែលកាត់ចេញពីក្បាលអ្នកស្លាប់នោះទេតែវាជារបស់ប្រើប្រាស់ដែលនាងស្រឡាញ់អ្នកលក់ម្នាក់នោះក៏បានប្រាប់ទៅកាន់អ្នកមីងទៀតថាគាត់ក៏ធ្លាប់ជួបរឿងចម្លែកដូចជាម្ដាយបង្ភាដែរថ្ងៃនោះនៅពេលដតូបរបស់គាត់រៀបនឹងបិទទ្វារទៅផ្ទះស្រាប់តែឃើញមានក្មេងស្រីវ័យខ្ទង់20ឆ្នាំអង្គុយស្ងៀមនៅមុខកញ្ចក់សិតសក់របស់នាងតែអ្វីដែលគួរឲ្យខ្លាចនោះគឺជើងរបស់នាងដាច់ទាំងសងខាងគាត់ក៏ទើបតែដឹងដូចគ្នាពីមាត់ភ្ញៀវដែលចូលមកកន្លែងគាត់រួចគាត់ក៏សុំទោសទៅកាន់ម្ដាយបងភានិងបន្តថាបើគាត់ដឹងគាត់នឹងមិនទិញចូលមកទេតែគាត់ក៏មិនបានដឹងប្រវត្តិដូចគ្នាអ្នកមីងស្ដាប់ហើយក៏អស់ចិត្តខឹងសម្បាចំពោះអ្នកលក់វិញដោយគិតថាគ្មាននរណាបានតាំងចិត្តយករបស់ខ្មោចមកលក់ឲ្យឡើយបន្ទាប់ពីសម្រុះសម្រួលត្រូវរើគ្នាវិញហើយពួកគាត់ក៏បំបែកគ្នាត្រឹមនេះម្ដាយបងភីក៏ត្រឡប់មកផ្ទះវិញបន្តរស់នៅលើផ្ទះលែងមានអ្វីគួរឲ្យខ្លាចទៀតហើយរួចរំលងទៅជាច្រើនឆ្នាំក្រោយបងភីក៏ជាសះស្បើយពីជំងឺម្ដងបន្តិចចាប់ផ្ដើមមានសាច់មានឈាមស្រស់បោះឡើងវិញប៉ុន្តែសក់របស់គាត់នៅតែដុះយឺតណាស់ឃើញតែស្ដាងនៅលើក្បាលប្រវែងប្រហែលជាត្រឹមកនិងបន្តរស់នៅលើផ្ទះគាត់ដដែលជាមួយអ្នកមីងមិនបានទៅណាទេហើយក៏មិនដែលឮថាមានរឿងចម្លែកអ្វីកើតឡើងក្នុងផ្ទះនោះទៀតដែរ
ហើយចំពោះបងភីគាត់ក៏លែងលាក់ខ្លួនសំងំនៅក្នុងបន្ទប់នោះទៀតហើយព្រោះគាត់បានគិតថាសម្រស់ខាងក្រៅគឺជារបស់បណ្ដោះអាសន្នតែប៉ុណ្ណោះប៉ុន្តែការយល់ពីតម្លៃខ្លួនឯងនិងសុខភាពផ្លូវចិត្តខាងក្នុងវាគឺជារឿងសំខាន់ជាងអ្វីៗទាំងអស់សម្រាប់មនុស្សដែលមានជំងឺជាប់ខ្លួនដូចជាគាត់